សួស្តីបងប្អូនទាំងអស់គ្នាហើយក៏សូមស្វាគមន៍មកកាន់មេរៀនទី2មេរៀននេះផងដែរគឺពិសេសខ្លាំងមែនទែនសម្រាប់បងប្អូនដែលគាត់នៅកម្ពុជាដែលចង់ប្រើប្រាស់ page ad break ដោយមិនបាច់ប្រើ VPN VPS អញ្ចឹងណាអញ្ចឹងឥឡូវនេះគឺយើងអាចបើក monetize នៅខ្មែរបានហើយមួយទៀតយើងអាចភ្ជាប់កាតខ្មែរបានវីដេអូនេះគឺធ្វើឡើងសម្រាប់អ្នកដែលគាត់គ្រប់គោលការណ៍អញ្ចឹងបងប្អូនដែលគ្រប់គោលការណ៍បងប្អូនអាចមើលវីដេអូនេះបានយើងដាក់ IP ខ្មែរដាក់កាតធនាគារខ្មែរអញ្ចឹងណាវីដេអូមុនធ្លាប់ប្រាប់បងប្អូននៅទាក់ទងជាមួយនឹងការដាក់កាតក្រៅប្រទេសអញ្ចឹងឥឡូវយើងធ្វើពីរបៀបដាក់កាតខ្មែរម្ដងណាអូខេឥឡូវយើងចូលមក Meta Business Studio មកចូលមកគឺបងប្អូនធ្វើតាមគំរូដែលខ្ញុំប្រាប់ហ្នឹងទៅនិយាយទៅឥឡូវគឺងាយស្រួលមែនទែនដោយសារយើងមិនចាំប្រើ VPN VPS សម្រាប់ការ login អញ្ចឹងណាហើយបន្ទាប់មកចូលមកដល់ហើយបងប្អូនចុចពាក្យ monetize ហ្នឹងទៅសម្រាប់ការធ្វើវាគឺបងប្អូនធ្វើតាមកុំព្យូទ័រគឺងាយស្រួលជាងបើធ្វើតាមទូរស័ព្ទដៃគឺអាចនឹងជាប់ព្រោះខ្ញុំធ្លាប់ធ្វើតាមទូរស័ព្ទដៃដល់ពេលអញ្ចឹងទៅគឺវាជាប់នេះវាជាប់អញ្ចឹងណាវាជាប់ចេញដុល្លារប៉ុន្តែវាអត់ submit ឲ្យយើងទេអញ្ចឹងឥឡូវខ្ញុំធ្វើតាមកុំព្យូទ័រវិញងាយស្រួលបងប្អូនចូលមកត្រង់នេះហើយចូលមក content មកអាកន្លែង content monetize ហ្នឹងណាអញ្ចឹងចុចចូលអាជួរទី3ហ្នឹងមកណានិយាយទៅបើសិនជាយើងអត់ទាន់ set up គឺវាចេញ set up ឲ្យយើងហើយតែបើយើង set up ហើយវាចេញពាក្យ continue អាកន្លែង set up ហ្នឹងពេលចង់បញ្ចប់បងប្អូននឹងឃើញហើយពេលដែលខ្ញុំធ្វើបានជោគជ័យគឺវាចេញ continue កន្លែងហ្នឹងណាវាឈប់ឲ្យយើង set up ទៀតហើយវាចេញ continue វា interview នៃការរបស់យើងណាអូខេសម្រាប់ចំណុចនេះគឺដាក់ឈ្មោះរបស់យើងហើយនឹងថ្ងៃខែឆ្នាំកំណើតរបស់យើងនៅក្នុងអត្តសញ្ញាណប័ណ្ណបែបណាគឺដាក់បែបហ្នឹងបន្ទាប់មកបងប្អូនចុច next មកដោយសារតែវាចេញតម្រងចាស់ហ្នឹងព្រោះខ្ញុំធ្លាប់ជាប់លេងនៅក្នុងទូរស័ព្ទដៃហ្នឹងដល់ពេលអញ្ចឹងទៅវាចេញតម្រងចាស់ហើយទី2បងប្អូនដាក់ Cambodia ជ្រើសរើសតាមខ្ញុំក្នុងវីដេអូនេះក៏បានដែរអញ្ចឹងចំណុចបន្ទាប់ទៀតចំណុចនេះបងប្អូនមិនបាច់ដាក់អីអាឈ្មោះនៅកណ្ដាលហ្នឹងណាឥឡូវខ្ញុំធ្វើឡើងវិញក្រែងលោអត់ទាន់សម្រាប់ចំណុចនេះឥឡូវនេះចំណុចទី1ដែលខ្ញុំបង្ហាញហ្នឹងណាអញ្ចឹងទី1គឺបងប្អូនដាក់ឈ្មោះដូចក្នុងតាជាប័ណ្ណបែបណាគឺដាក់បែបហ្នឹងដាក់ឈ្មោះជាភាសាអង់គ្លេសមកណាបងប្អូនអក្សរឡាតាំងបងប្អូនដាក់ជាភាសាអង់គ្លេសមកតាជាប័ណ្ណដាក់មិនគឺអញ្ចឹងណាហើយបន្ទាប់មកថ្ងៃខែឆ្នាំកំណើតគឺតាមអត្តសញ្ញាណប័ណ្ណបែបណាគឺបែបហ្នឹងដូចគ្នាហើយមួយទៀតគឺទីតាំងគឺយើងដាក់ Cambodia ទៅហើយចុច next មកអូខេដល់បន្ទាប់ចំណុចទី2ចំណុចទី2គឺវាចេញតម្រងនេះអញ្ចឹងបងប្អូនជ្រើសរើសតាមខ្ញុំតាមខ្ញុំក្នុងវីដេអូហ្នឹងក៏បានដែរហើយចំណុចទី3នេះតកតងជាមួយនឹងចំណុចទី3កន្លែងខ្ញុំបាំងហ្នឹងគឺជាគឺជាលេខទូរស័ព្ទហើយនឹងអ៊ីមែលរបស់ខ្ញុំថ្ងៃខែឆ្នាំកំណើតអីអញ្ចឹងគឺខ្ញុំមិនអាចបង្ហាញឲ្យបងប្អូនមើលទេអញ្ចឹងបងប្អូនអាចមើលតាមហ្នឹងទៅតកតងជាមួយនឹងការភ្ជាប់ត្រង់នេះគឺដាក់ទីតាំងនៅក្នុងអត្តសញ្ញាណប័ណ្ណបែបណាដាក់បែបហ្នឹងទីតាំងកំណើតណាហើយនឹងថ្ងៃខែឆ្នាំកំណើតណាបងប្អូនដាក់តាមទម្រង់ដែលវាបញ្ជាក់យើងឲ្យដាក់អីខ្លះទៅហើយឲ្យកន្លែងឈ្មោះកន្លែងឈ្មោះខ្ញុំចង់បង្ហាញបងប្អូនថាបងប្អូនដាក់តាអាជួរទី1ហើយនឹងជួរទី3បានហើយអាទី2ហ្នឹងមិនបាច់ទេទុកចន្លោះចោលហើយដោយសារតែខ្ញុំដាក់ច្រឡំដាក់ជួរទី3និងជួរទី2ដែរដល់ពេលអញ្ចឹងទៅក៏វាជាប់នាមតកូលដល់ទី2អញ្ចឹងណាអូខេត្រង់ចំណុចនេះបងប្អូនជ្រើសរើសយកទី1មកជ្រើសរើសយកទី1គឺការកំណត់កាតដោយដៃការកំណត់កាតដោយដៃបងប្អូនបើចាំដាក់ link PayPal ក៏បានដែរបើមាន PayPal ដាក់ PayPal ក៏បានដែរបើសិនជាអត់ចង់ដាក់ PayPal ដាក់កាតធនាគារ APA AC វិញអីក៏បានដែរអត់បញ្ហាទេកន្លែងហ្នឹងណាអញ្ចឹងត្រង់នេះគឺបងប្អូនដាក់ឈ្មោះរបស់យើងនៅក្នុងកាតដាក់ឲ្យត្រូវមើលឲ្យច្បាស់ផងណាប្រយ័ត្នច្រឡំកន្លែងហ្នឹងឈ្មោះរបស់យើងនៅក្នុងកាតហើយអាទី2ហ្នឹង Swift code គឺ Swift APA Swift code APA ហើយទី3គឺលេខកាតរបស់យើងអញ្ចឹងណាហើយបន្ទាប់មកចុច link payout មកអានេះគឺយើងដាក់កាតខ្មែរហ្មងណាបងប្អូនមើលឲ្យច្បាស់ប្រយ័ត្នកន្លែងនេះគឺត្រូវផ្ទៀងផ្ទាត់ឲ្យច្បាស់ប្រយ័ត្នខុសតែខុសដឹងតែលុយអត់ចូលកង់ទេអញ្ចឹងណាអូខេបន្ទាប់ពីយើងចុច link payout ហើយវាចេញបែបនេះពេលដែលចេញបែបនេះហើយគឺយើងចុច continue ឥឡូវវាកំពុងតែដើរតាក់ទងជាមួយនឹងការបង្កើតលើកនេះគឺងាយស្រួលជាងលើកមុនពិបាកបន្តិចតាក់ទងជាមួយនឹងការបង្កើតលើកហ្នឹងណា
អូខេកន្លែងនេះបងប្អូនចុចពាក្យថា no ហើយខាងក្រោមឥឡូវខ្ញុំសូមអានបន្តិចតាក់ទងមួយនឹងការជ្រើសរើសខាងក្រោមនេះវាមាន2អ្វីដែលយើងត្រូវជ្រើសរើសគឺយក no ដូចគ្នាមកបងប្អូនអញ្ចឹងយើងចុច next ហើយត្រង់ចំណុចនេះគឺឈ្មោះរបស់យើងដែលវាជាប់ហើយកន្លែងនេះយើងយក Cambodia មកបងប្អូនអាកន្លែង number TIN ហ្នឹងគឺយើងដាក់លេខអត្តសញ្ញាណប័ណ្ណយើងមកណាអាកន្លែង TIN ហ្នឹង number TIN ហ្នឹងគឺដាក់លេខអត្តសញ្ញាណប័ណ្ណរបស់យើងមកអានេះដែលខ្ញុំបិទអញ្ចឹងបងប្អូនដាក់លេខអត្តសញ្ញាណប័ណ្ណយើងណាបញ្ជាក់បងប្អូនមិនបាច់ចាំតារោអីវិញឆ្ងាយទេអាហ្នឹងហៅដូចជាលេខប៉ុនអញ្ចឹងយើងអត់មានយើងដាក់លេខអត្តសញ្ញាណប័ណ្ណយើងអូខេកន្លែងនេះយើងផ្ទៀងផ្ទាត់ទៅលើទីតាំងរបស់យើងអញ្ចឹងទីតាំងរបស់យើង Cambodia ក្រុងចម្រោងត្រូវហើយខេត្តឧត្តរមានជ័យអញ្ចឹងទីតាំងក្នុងអត្តសញ្ញាណប័ណ្ណរបស់ខ្ញុំគឺនៅឧត្តរមានជ័យទីតាំងកំណើតនេះវាឲ្យយើងផ្ទៀងផ្ទាត់ឡើងវិញប៉ុន្តែបច្ចុប្បន្ននៅកពតអញ្ចឹងកុំច្រឡំកុំដាក់បច្ចុប្បន្នដាក់នៅតាមអត្តសញ្ញាណប័ណ្ណយើងអូខេអញ្ចឹងដល់ចំណុចនេះគឺវាមាន 0% វាមាន 100% អញ្ចឹងអ្វីដែលយើងជ្រើសរើសគឺ 0% ហ្នឹងអញ្ចឹងបងប្អូនជ្រើសរើសតាមខ្ញុំគ្រីសនឹងក៏បានដែរអញ្ចឹងណាបញ្ជាក់បងប្អូនតាក់ទងជាមួយនឹងការភ្ជាប់នេះបងប្អូនចង់ភ្ជាប់ក៏បានមិនចង់ក៏បានដែរអាស្រ័យលើបងប្អូនបើបារម្ភច្រើនបងប្អូនអាចគិតមើលសិនក៏បានដែរប៉ុន្តែខ្ញុំបន់ឲ្យថាវាធ្វើបាននៅកម្ពុជានឹងឯងដោយសារងាយស្រួលយើងបាច់ចាំដាក់ VPN អញ្ចឹងណាអញ្ចឹងដល់កន្លែងនេះមួយទៀតគឺយើងជ្រើសរើស Cambodia វាចេញក្រហមអញ្ចឹងអត់បញ្ហាទេណាចេញក្រហមអញ្ចឹងអត់បញ្ហាទេវាគ្រាន់តែបញ្ជាក់យើងនៃការកាត់ពន្ធប៉ុន្មាន%អញ្ចឹងណាអញ្ចឹងយើងផ្ទៀងផ្ទាត់មើលសិនហើយបន្ទាប់មកបងប្អូនចុចនេះទៀតមកនិយាយទៅតាក់ទងមួយនឹងការភ្ជាប់នេះគឺងាយស្រួលដោយសារអីវាឲ្យយើងអាកន្លែង file ហ្នឹងគឺវាឲ្យយើងផ្ទៀងផ្ទាត់មើលបន្ថែមយើងមិនបាច់ចាំទៅសរសេរឲ្យដាក់ចូលដូចកាលយើងប្រើ VPN ទេហើយកន្លែងនេះបងប្អូនគ្រីសមកគ្រីសហើយគឺដល់កន្លែងឈ្មោះដោយសារតែខ្ញុំដាក់នាមតកូលដល់ទៅ2ទៅវាជាប់ទោះបីយើងដាក់នាមតកូលតែមួយកន្លែងហ្នឹងក៏វាអត់ឲ្យដែរអញ្ចឹងកន្លែងនេះឈ្មោះយើងដាក់មិនគឺយើងដាក់អញ្ចឹងតែដាក់ផ្សេងដឹងថាវាអត់ឲ្យទេប្រយ័ត្នច្រឡំហើយដាក់ក្នុងកាតយើងក៏និយាយរួមទៅដាក់ឈ្មោះក្នុងកាតមិនដាក់អញ្ចឹងរត់តល្អដោយសារអីដោយសារវាងាយស្រួលតែនេះខ្ញុំដាក់ទៅវាជាប់អញ្ចឹងបាត់ហើយមានតែដាក់នាមតកូល2ដូចគេហើយមួយទៀតអាកន្លែងតាកន្លែងថ្ងៃខែឆ្នាំហ្នឹងអាហ្នឹងវាលោតមិនគឺអញ្ចឹងហាមដូរមិនបាច់ដូរឯងវាលោតថ្ងៃទី11អីហ្នឹងគឺសំទោសខែ11ថ្ងៃទី3 2025ហ្នឹងបែបណាគឺបែបហ្នឹងណាគឺមិនបាច់បដូរទេកន្លែងហ្នឹងអញ្ចឹងអ្វីដែលយើងត្រូវធ្វើគឺឈ្មោះដែលយើងបានសរសេរខាងលើនេះហើយខ្ញុំដាក់តកូល2ហើយបន្ទាប់មកបងប្អូនចុច next មកឥឡូវវាចេញតម្រងចិត្តចាប់ហើយព្រោះអីពណ៌ខៀវនឹងចិត្តចាប់ដែរវាចេញតម្រងនេះគឺជាតម្រងឲ្យយើងផ្ទៀងផ្ទាត់មើលថាត្រឹមត្រូវអស់នៅបើត្រឹមត្រូវហើយយើងអូខេចុច next ទៅតែបើសិនជាមិនទាន់ត្រឹមត្រូវទេគឺយើងខាល់ឡើងវិញមានន័យថាយើងធ្វើឡើងវិញអញ្ចឹងណាហើយបន្ទាប់មកបងប្អូនចុច submit form ពីមុនណាកន្លែង form នេះគឺវាតម្រូវយើងសរសេរឲ្យដាក់ចូលប៉ុន្តែឥឡូវគឺងាយស្រួលទេវាកំណត់ឲ្យយើងមើលសិនកន្លែងមិញហ្នឹងដោយសារសេវាខ្ញុំខ្សោយអញ្ចឹងឥឡូវចេញតម្រងនេះគឺមានន័យថាយើងធ្វើបានជោគជ័យហើយបងប្អូនមានន័យថាយើងធ្វើបានជោគជ័យហើយអញ្ចឹងយើងចុចដានមកនិយាយទៅតាក់ទងមួយនឹងការធ្វើវាគឺងាយស្រួលមែនទែនយើងមិនបាច់ចាំប្រើ VPN ដាក់យកហ្មងអូខេឥឡូវយើងចុចដានធ្វើបានទេណាបងប្អូនតាក់ទងជាមួយនឹងការបង្កើតកាតចំពោះការភ្ជាប់កាតខ្មែរហើយនឹង នឹង IP ខ្មែរ IP ខ្មែរហ្នឹងយើងចូលភ្ជាប់ហ្មងទៅតាក់ទងជាមួយនឹង account បងប្អូនប្រើ account ណាក៏បានដែរអត់បញ្ហាទេយើងអត់កំណត់ account នេះអញ្ចឹងនេះបងប្អូនវាចេញ continue អញ្ចឹងមានន័យថាខ្ញុំភ្ជាប់បានហើយបងប្អូនតាក់ទងជាមួយនឹងការភ្ជាប់កាតអូខេអរគុណច្រើនបងប្អូននេះពេលដែលខ្ញុំចូលក្នុងទូរស័ព្ទដៃគឺវាចេញ 0.01 ដុល្លារវាលោតលុយឲ្យយើងហើយ
មានន័យថាខ្ញុំអាចរកលុយបានជាមួយនឹង Facebook Ad Break ហើយអញ្ចឹងតើតើជាមួយនឹងការបង្កើត account បញ្ជាក់បងប្អូនប្រើ account ណាក៏បានដែរអត់បញ្ហាទេសន្ទុះបង្ការភ្ជាប់កាតអីហ្នឹង account ណាក៏បានដែរអរគុណខ្ញុំអាចនិយាយបានថាផ្នែក social media គឺជាដៃស្ដាំសម្រាប់យើងលក់លើ online បើសិនជាបងប្អូនមិនចេះផ្នែកហ្នឹងទេគឺយើងមិនអាចធ្វើទីផ្សារទាន់គេទេបើយើងលក់នៅលើ online គឺយើងបាន25ខេត្តក្រុងតែបើសិនជាយើងលក់មួយកន្លែងគឺយើងបានតែមួយខេត្តដែលយើងបានលក់ទេបើបងប្អូនមានចំណាប់អារម្មណ៍ទាក់ទងមួយនឹងការរៀនផ្នែក social media បងប្អូនអាចឆាតមកនាងខ្ញុំផ្ទាល់បានមានបរិញ្ញាច្រើនផ្នែកសម្រាប់បងប្អូនជ្រើសរើសមានទាំងវគ្គ boot page boot TikTok មាន boot ផ្សេងៗទៀតទៅលើការលក់លើ online ហើយមួយវិញទៀតគឺមានវគ្គកម្មបានពីក្រៅប្រទេសបោះដុំនិងលក់រាយយើងអាចយកមកលក់បន្តក៏បានដែរតម្លៃ$1 $2 ក៏បងប្អូនអាចទិញបានដែរបើបងប្អូនមានចំណាប់អារម្មណ៍សូមឆាតមក Facebook នាងខ្ញុំផ្ទាល់ឈ្មោះលៀមសូយ៉ា